សួស្តីដល់បងប្អូនទាំងអស់គ្នាថ្ងៃនេះធ្វើបទបង្ហាញពាក់ព័ន្ធនឹងការងារមករៀបចំប្រព័ន្ធសូឡានៅក្នុងក្រុមគ្រួរបស់បងប្រុសបាទរៀបចំប្រព័ន្ធនោះគឺយើងរៀបចំប្រើភ្លើងសូឡាទាំងអស់បងប្អូនដាក់ដង្ហើមសូឡាអំពូលដេញមុខសូឡានិងការប្រើប្រាស់ភ្លើងសូឡាហើយនឹងការរៀបចំបាទទឹកអូតូដោយស្វ័យប្រវត្តិបាទយើងរៀបចំទឹកអូតូដោយស្វ័យប្រវត្តិវាមិនបងប្អូនគឺយើងកំណត់ពេលវេលាម៉ោងដើម្បីឲ្យវាបាញ់ស្រោចស្រពទៅលើជ្រូកបាទឲ្យវាត្រជាក់ជំនួយពីដង្ហើមទៅនេះហើយដែរគាត់អូនប្រុសគាត់ធ្វើការខាងធនាគារដល់អញ្ចឹងគាត់មានការមមាញឹកនៅការងារគាត់អត់សូវមានពេលវេលាមកមើលថែទេដល់អញ្ចឹងគាត់មានពេលវេលាតែម៉ោងបាយសម្រាប់ម៉ោងបាយឬក៏ចេញពីធ្វើការឬក៏ពេលព្រឹកគាត់មានពេលវេលាដាក់បាយស៊ីតែត្រង់ដែលគាត់បាញ់ទៅលើជ្រូកគាត់អត់មានពេលវេលាមកបាញ់ទេព្រោះគាត់មានយ៉ាងនឹងការងាររបស់គាត់អញ្ចឹងទៅក៏ខ្ញុំរៀបចំជាលក្ខណៈដែលឲ្យគាត់មានភាពងាយស្រួលបាទដល់ម៉ោងមកយើងនិយាយថាចំណៃគឺគាត់ម៉ោងសម្រាប់គាត់លីចំណៃអបទុកបាទដាក់ទៀងដាក់តីអីទៅដល់ម៉ោងគាត់ឈប់សម្រាប់ការងារគឺគាត់មកដល់បាទដាក់ទឹកក្នុងប៉ោតដួសចំណៃកោដាក់ឲ្យស៊ីដល់អញ្ចឹងគាត់មានភាពងាយស្រួលដល់អញ្ចឹងវាអត់មានការយឺតយ៉ាវទេបាទគាត់លឿនសម្ពុះគាត់ស្រួលបាទហើយខ្ញុំរៀបចំប្រព័ន្ធអូតូដោយបាញ់ដោយស្វ័យប្រវត្តិទៅលើជ្រូកបាទដើម្បីឲ្យវាត្រជាក់បាទអញ្ចឹងម្ចាស់យើងអត់មានផលពិបាកនឹងការមើលថែរហូតទេអញ្ចឹងមកថាខ្ញុំរៀបចំឲ្យគាត់នេះគឺមកស្អាតឲ្យគាត់មានភាពងាយស្រួលអញ្ចឹងទៅប្រាក់ចំណូលខាងក្រៅក៏គាត់មានប្រាក់ខែបាទប្រាក់វិវត្តនៅក្នុងបាទនៅក្នុងភូមិស្រុករបស់គាត់ក៏គាត់មានប្រាក់ចំណូលបន្ថែមទៀតអញ្ចឹងទៅគាត់ធ្វើឲ្យចំណូលនឹងវាចេះតែមានច្រើនប្រភពទៅក៏ជីវភាពយើងក៏អាចប្រែប្រួលតាមនឹងដែរបងប្អូនហើយបងប្អូនកុំគិតថាអ្នកកសិករឬក៏ថាបងប្អូនអ្នកចិញ្ចឹមជ្រូកបាទចិញ្ចឹមជ្រូកមិនមានបានមិនខ្វះទេបងប្អូនអ្នកដែលធូរធារអ្នកដែលមានបានដោយសារជ្រូកនឹងគឺច្រើនបាទហើយយើងមិនបាច់ថានិយាយអីទេយើងនិយាយថាចាស់ជំនាន់មុនគាត់ចិញ្ចឹមតែមេ2មេ3ហ្នឹងបាទពួកគាត់លើកហេតុផលដល់ខ្ញុំដោយសារធ្វើផ្ទះដោយសារទិញដីមកកន្លែងដោយសារកូនរៀនដោយសារសមិទ្ធផលរបស់ជ្រូកទាំងអស់ដែលខ្ញុំជួបដោយបងប្អូនកសិករនៅតាមផ្ទះដែលខ្ញុំជួបគាត់រៀបរាប់មកតាមហ្នឹងបាទគាត់ថារីកចម្រើនរាល់ថ្ងៃនេះដោយសារក្នុងការចិញ្ចឹមជ្រូកគាត់ប្រឹងប្រែងនឹងភាពជាក់ស្ដែងដែលគាត់តែខ្ញុំទៅជួបគាត់និយាយហេតុផលនឹងមកបាទអញ្ចឹងនឹងចំពោះដែលគាត់ចំមេ1 2 3ហងបាទហើយតម្រុំអីដែលបងប្អូនមានជ្រូកច្រើនបាទហើយយើងមិនអាចថាទៅនិយាយបងប្អូនកាត់ឋានទេបាទព្រោះបងប្អូនកាត់ឋានបាទព្រោះគាត់ទុនគាត់ច្រើនការចំណេញក៏គាត់ច្រើនដែរបាទហ្នឹងមិនអាចគណនាទេបាទមិនតិចមើលនេះយើងនិយាយទេគាត់ចំណាយដើមទុនក៏ច្រើនមើលការចំណេញគាត់ក៏ច្រើនហ្នឹងហើយគាត់តែយើងបកស្រាយថាខ្ញុំនិយាយប្រៀបធៀបថាកសិករបានហើយបាទហ្នឹងហើយបើការប្រឹងប្រែងយើងមានបាទផលនោះនឹងបានដល់បងប្អូនមនុស្សអីណាដែលបើអត់មានការខិតខំព្យាយាមអត់មានការទៅរកតើឲ្យវាមានបានដោយវិធីណាបើយើងនៅ